មើលទៅស្រឡាញ់ចៅខ្លាំងណាស់រួចដៃការងារសឹងមិនទាន់លោកតាវិទ័រមកពោចៅទៀតហើយក្រឡេកឃើញមុខអូនមេរ៉ាមិនសូវសប្បាយចិត្តក៏ប្រាប់ថាចាស់គួររំលឹកឡើងវិញបន្តិចផងដែរថាកាលពីថ្ងៃទី12ខែកញ្ញាឆ្នាំ2022ទើបកន្លងផុតទៅថ្មីនេះវេលាម៉ោង 1:26 នាទីរសៀលអ្នកនាងវ៉ានីឡាដែលជាតារាកំប្លែងដ៏ល្បីបានសម្រាលកូនស្រីដោយជោគជ័យហើយទាំងម្ដាយនិងកូនមានសុខភាពល្អខ្លាំងណាស់ពិសេសអូនមានឈ្មោះពីរោះទៀតគឺប៉ាម៉ាក់ដាក់ថាមេរ៉ាឃើញមុខកូនស្រីជាលើកដំបូងនីឡាបានពោលពាក្យទាំងក្តីរំភើបបែបនេះថាជំរាបសួរអ៊ំពូមីងលោកតាលោកយាយអូនឈ្មោះមេរ៉ាវះកាត់បានដោយជោគជ័យនិងសុវត្ថិភាពថ្ងៃទី12ខែ9 2022សុខភាពអូនល្អធម្មតាចាអរគុណអ៊ំពូមីងដែលបានសួរសុខទុក្ខណាចាហើយនាងក៏សូមអរគុណដល់មន្ទីរសម្រាប់ព្យាបាលនិងសម្ភពជលិចិន្ត្រាដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងនិងកក់ក្ដៅនីឡាសម្រាលនៅក្នុងមន្ទីរពេទ្យដ៏ទំនើបមួយកន្លែងក្នុងទីក្រុងភ្នំពេញបើនិយាយពីបន្ទប់វិញញាក់សាច់ស្អាតហើយធំទូលាយណាស់ដូចបន្ទប់សន្តាគារលំដាប់ផ្កែងចឹងមានដូចជាទូរទស្សន៍ម៉ាស៊ីនត្រជាក់ទូទឹកកកផ្ទះបាយកន្លែងអង្គុយទទួលភ្ញៀវក្រែសម្រាប់ទូទុកដាក់សម្លៀកបំពាក់និងនៅមានកន្លែងមួយចំនួនទៀតឃើញហើយពិតជាចង់ស្នាក់នៅមែនទែនជាមួយបរិយាកាសស្អាតមានអនាម័យល្អរីឯតម្លៃវិញគឺ$3,700ឯណោះក្រោយសម្រាលបានជាង3ខែសោះអូនមេរ៉ាប្រែប្រួលប្លែកច្រើនគួរឲ្យគ្រឹះណាស់ពិសេសញញឹមស្រស់ណាស់ឲ្យតែហៅថតរូបម្ដងក្នុងនោះគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងទៅលើលោកតាវិទ័រមើលទៅពិតជាស្រឡាញ់ចៅណាស់ឃើញបីរហូតឲ្យតែរួចដៃពីការងារនឹងរៀបទៅធ្វើការឃើញពរចៅមិនដែលខានម្ដងណាឡើយជាក់ស្ដែងម្សិលមិញនេះនាថ្ងៃទី15ខែធ្នូឆ្នាំ2022ឃើញលោកសវណ្ណរថេហៅលោកតាវិទ័រពរចៅទៀតហើយគ្រាន់តែឃើញចៅមិនសូវសប្បាយចិត្តក៏ប្រាប់ថាគេងអត់គ្រប់មុខអត់ញញឹមទេលោកតាលោកយាយសូមថែសុខភាពអាកាសធាតុប្រែប្រួលមើលរូបភាពដ៏មានន័យមួយសន្លឹកនេះរួចគ្រប់គ្នាចូលខមមិនភ្លាមថាមើលទៅលោកតាស្រឡាញ់ចៅខ្លាំងណាស់ឃើញបីរហូតដូចតាណាស់ចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ចា៎ដែលតែងតែតាមដាននិងគាំទ្រនៅ Channel របស់នាងខ្ញុំជារៀងរហូតមកចា៎សូមអរគុណសូមជម្រាបលា